ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើឆ្អឹងជំនីគោចំហុយតាមបែបកូរ៉េចាជាដំបូងហ្នឹងគឺយើងយកឆ្អឹងជំនីគោចំនួន2គីឡូយកមកត្រាំជាមួយនឹងទឹកក្រូចចាទុករយៈពេលកន្លះម៉ោងចារួចហើយបន្លែរបស់យើងហ្នឹងមានដំឡូងបារាំងការ៉ុតផ្សិតហើយនិងដើមខ្ទឹមធំចាយើងហាន់វាបែបហ្នឹងមកចាដើមខ្ទឹមខ្យល់ហ្នឹងគឺនេះខ្ញុំជ្រៀកវាជាពីររួចហាន់វាប្រវែង1ថ្នាំងដៃចាបន្លែយើងគឺបានត្រៀមរួចរាល់ហើយចានេះខ្ញុំចាក់ទឹកនឹងចេញចាយើងលាងសម្រស់វាដាក់ច្រែងចាអង្គុយចារួចហើយនេះខ្ញុំចាប់ដើមហាន់វាជាកង់តូចៗចាជាដុំខ្លីៗពេលដែលយើងទទួលទានហ្នឹងគឺងាយស្រួលផងដែរចារួចនេះខ្ញុំកិនខ្ទឹមបារាំងចាចាក់ចូលក្នុងកូនចានដែកមួយចារួចនេះខ្ញុំប្រើទឹកផ្លែសេរីហ្នឹងមួយពែងចាទឹកស៊ីអ៊ីវហ្នឹងចំនួន1ពែងកន្លះចានៅផ្ទះមានស្រាសហ្នឹងគឺនាងខ្ញុំបន្ថែមស្រាសកន្លះពែងទៀតចូលចាស្ករសចំនួន3ស្លាបព្រាម្រេចម៉ដ្ឋបន្តិចបន្តួចចាខ្ទឹមចិញ្ច្រាំចំនួន2ស្លាបព្រាចារួចប្រេងល្ងហ្នឹងចំនួន2ស្លាបព្រាចាយើងដាក់ប្រេងល្ងចឹងទៅដើម្បីឲ្យវាមានក្លិនឈ្ងុយចាស៊ុបរបស់យើងចារួចហើយយើងកូរវាឲ្យសព្វចឹងមកចារួចនេះខ្ញុំថែមទឹកសុទ្ធហ្នឹងចំនួន2ពែងទៀតចាព្រោះថាឆ្អឹងគោយើងត្រូវការរយៈពេលរំងាស់ប្រហែលជា15ទៅ20នាទីចាអញ្ចឹងឆ្អឹងគោយើងហ្នឹងបានត្រៀមដាក់ក្នុងឆ្នាំងធំមួយនេះខ្ញុំចាក់ទឹកសូសចូលចារួចបិទគម្របរំងាស់វារយៈពេល15ទៅ20នាទីចាឃើញថាវាឡើងបែបហ្នឹងហើយគឺនេះខ្ញុំដាក់បន្លែចូលទៅចាមានវាបារាំងការ៉ុតចារួចបិទរំងាស់វារយៈពេល4-10នាទីទៀតចាឃើញថាដំឡូងបារាំងការ៉ុតរបស់យើងគឺវាអុយល្អហើយចាយើងកូរវាឲ្យសព្វទៅដែរចាឃើញថាសាច់យើងហ្នឹងក៏ផុយល្អផងដែរចាចាសូមអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំ